នៅតាមតំបន់ជនបទនៅកម្ពុជាស្ត្រីភាគច្រើនតែងតែជួបនៅឧបសគ្គមួយចំនួនក្នុងការបន្លឺសំឡេងរបស់ពួកគេការទទួលបានការគាំពៀសង្គមនិងសិទ្ធិការងារមិនត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយឡើយដែលធ្វើឲ្យពួកគេមានភាពងាយរងគ្រោះចំពោះវិសមភាពនិងការមិនត្រូវបានរាប់បញ្ចូលក្នុងសង្គមជួបជាមួយលោកស្រីឈឿនស្រីលក្ខណ៍ជាអ្នកស្ម័គ្រចិត្តគាំទ្រសហគមន៍និងជាថ្នាក់ដឹកនាំមូលដ្ឋានរបស់អង្គការបន្ទាយស្រីគាត់បានចូលរួមគៀងគោស្ត្រីជាច្រើនរូបកសាងបណ្ដាញនិងបន្លឺសំឡេងរបស់ស្ត្រីដែលត្រូវបានគេមើលរំលងនិងមិនអើពើជាយូរមកហើយខ្ញុំចូលជាត្រួតត្រងសុខភាពភូមិតាំងពីឆ្នាំ2015អញ្ចឹងខ្ញុំធ្វើជាត្រួតត្រងសុខភាពភូមិផងហើយក៏ជាអ្នកស្ម័គ្រចិត្តរបស់អង្គការបន្ទាយស្រីហើយក៏ជាប្រធានសហគមន៍កសិកម្មនគរភាសដែរចានៅចុងឆ្នាំ2019ខ្ញុំចូលរួមជាអ្នកស្ម័គ្រចិត្តសហគមន៍ជាមួយអង្គការបន្ទាយស្រីហើយខ្ញុំបានក្លាយទៅជាប្រធានសហគមន៍កសិកម្មហើយក៏ជាតំណាងប្រចាំស្រុកមានន័យថាអ្នកស្ម័គ្រចិត្តនៅក្នុងស្រុកអង្គរជុំដែរសម្រាប់ស្ត្រីនៅក្នុងសហគមន៍ខ្ញុំពីដើមដំបូងមកគាត់ខ្លាចគាត់អត់ហ៊ានចេញទៅក្រៅក៏ហ៊ានបញ្ចេញមតិទេអញ្ចឹងនៅពេលដែលយើងសម្របសម្រួលតាក់ទងនឹងគាត់ចេះហ៊ានសម្រេចចិត្តហ៊ានធ្វើអ្វីមួយដែលជាក្តីសុខរបស់គាត់អញ្ចឹងបច្ចុប្បន្នស្ត្រីនិងបុរសគឺមានសិទ្ធិស្មើគ្នាច្រើនក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារដូចជាសហគមន៍សម្រាប់វគ្គបណ្ដុះបណ្ដាលនៅក្នុងសហគមន៍ភាគច្រើនបរៀនអំពី gender សិទ្ធិរបស់ស្ត្រីសិទ្ធិក្នុងការសម្រេចចិត្តរបស់ក្មេងស្រីសិទ្ធិក្នុងការគិតពីសុខភាពការកាត់បន្ថយអំពើហិង្សាមានតួនាទី gender អញ្ចឹងគំពាសង្គមអញ្ចឹងទាំងអស់នេះហើយធ្វើឲ្យគាត់យល់ដឹងកាន់តែច្បាស់អំពីអ្វីទៅដែលហៅថាពិភពលោកខាងក្រៅគាត់កាន់តែយល់ដឹងគាត់កាន់តែចេះគាត់កាន់តែមានភាពក្លាហានជាងមុនកម្មវិធីការធ្វើឲ្យប្រសើរឡើងកំពីសង្គមនិងសិទ្ធិការងាររបស់កម្មករស្ត្រីក្នុងតំបន់អាស៊ាននៃវិស័យកសិស្បៀងអាហារដែលដឹកនាំដោយអង្គការ Oxfam ត្រូវបានអនុវត្តនៅប្រទេសកម្ពុជាឡាវនិងវៀតណាមនៅកម្ពុជាគោលដៅរបស់កម្មវិធីត្រឹមឆ្នាំ2026និងសម្រេចឲ្យបានការគាំទ្រដល់កម្មករស្ត្រីចំនួន 34,700 នាក់ដែលចងក្រងជាសហជីពនិងជាក្រុមសហគមន៍ចំនួន369ក្រុមក្នុងចំណោមនេះមានស្ត្រី 31,520 នាក់ជាបុគ្គលស្វ័យនិយោជន៍និង 3,180 នាក់ជាកម្មករធ្វើការទទួលប្រាក់ឈ្នួលអង្គការ Oxfam អនុវត្តកម្មវិធីនេះជាមួយអង្គការដៃគូចំនួន6ស្ថាប័នរួមមានអង្គការបន្ទាយស្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាសហភាពការងារកម្ពុជាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនវគ្គបណ្ដុះបណ្ដាលមានជាការតស៊ូមតិមានពង្រឹងស្ត្រីក្នុងភាពជាអ្នកក្លាហានស្ត្រីក្នុងភាពជាអ្នកដឹកនាំខ្ញុំចូលរួមប្រជុំជាមួយឃុំច្រើនធ្វើឲ្យភូមិខ្ញុំមានការរីកចម្រើនខ្លាំងឧទាហរណ៍ថាអញ្ចឹងបញ្ហាដែលយើងលើកនៅពេលអង្គប្រជុំត្រូវបានដោះស្រាយទោះបីជាមិនបានទាំង10បញ្ហាទេក៏បាន3បញ្ហាដែលគាត់ឃុំជួយសម្រួលក្នុងការដោះស្រាយព្រោះយកផែនការយើងលើកដាក់ក្នុងផែនការវិនិយោគឃុំអញ្ចឹងឆ្នាំនេះគាត់ធ្វើផែនការឬក៏បញ្ហាដែលយើងស្នើសុំដំបូងការខ្ញុំចូលរួមក៏ខ្ញុំខ្លាចដែរព្រោះដោយសារចូលរួមប្រជុំចេះឃើញអ្នកធ្វើការច្រើនអាជ្ញាធរអញ្ចឹងខ្លាចពួកគាត់ហើយគាត់សួរថាមកធ្វើអីក្នុងនាមអីអញ្ចឹងនៅពេលដែលខ្ញុំចូលរួមវគ្គបណ្ដុះបណ្ដាលបន្តទៀតខ្ញុំចេះតែចាប់ផ្ដើមមានការលើកចិត្តពីអង្គការបន្ទាយស្រីធ្វើឲ្យខ្ញុំមានភាពក្លាហានចូលរួមបានកាន់តែច្រើនខ្ញុំបានជួយដល់ស្ត្រីដែលគាត់យល់ដឹងពីបសសជួយផ្សព្វផ្សាយលើកទឹកចិត្តអញ្ចឹងបង្ហាញពីមានន័យថាអត្ថប្រយោជន៍របស់បសសហើយនឹងបានហើយគាត់ជួយឲ្យគាត់បានប្រើអ្នកខ្លះគាត់អត់ទាន់មានអត់ស្គាល់ទីបសសអញ្ចឹងណែនាំគាត់ឲ្យគាត់នេះស្គាល់ពីបសសស្គាល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់បសសអញ្ចឹងនៅពេលនោះហើយគាត់ចាប់ផ្ដើមមានប្រើតាំងពីទាំងបានបសសទាំងបានសមត្ថភាពអញ្ចឹងគាត់ចាប់ផ្ដើមមានប្រើរហូតអ្នកខ្លះបសសនៅក្នុងនេះភ័យជាមានអ្នកស្គាល់ពីអត្ថប្រយោជន៍សិទ្ធិការងាររបស់បសសភ័យជាអាចចូល 50% បាទហើយ
តាមរយៈការគាំទ្ររបស់អង្គការ Oxfam ស្ត្រីដូចជាលោកស្រីឈឿនស្រីលក្ខត្រូវបានពង្រឹងសមត្ថភាពឲ្យចូលរួមក្នុងការសម្រេចចិត្តនិងការទាមទារសិទ្ធិរបស់ខ្លួនភាពជាអ្នកដឹកនាំរបស់គាត់បានផ្លាស់ប្រែសហគមន៍ឲ្យកាន់តែប្រសើរជាងមុនដោយធានាបាននូវការគាំពារសង្គមប្រកបដោយបរិយាបន្នហើយសម្លេងរបស់ស្ត្រីត្រូវបានរាប់បញ្ចូលនៅក្នុងការរៀបចំផែនការនិងការតាក់តែងគោលនយោបាយនានាដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់ពួកគាត់សម្រាប់ខ្ញុំខ្ញុំគិតថាស្ត្រីនៅក្នុងសហគមន៍គួរតែចូលរួមស្ម័គ្រចិត្តនៅក្នុងសហគមន៍ឲ្យបានច្រើនគាត់អាចចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំអញ្ចឹងតួនាទី gender នៅពេលដែលគាត់ចូលរួមបានច្រើនលើកកម្ពស់អញ្ចឹងគាត់ពង្រឹងភាពក្លាហានខ្លួនឯងជើបគាត់អាចក្លាយទៅជាស្ត្រីក្នុងភាពជាអ្នកដឹកនាំឬក៏អ្នកដឹកនាំក្នុងសហគមន៍មួយរូបដែលល្អប្រសើរតាមរយៈសកម្មភាពរួមនិងភាពជាអ្នកដឹកនាំស្ត្រីទាំងនេះកំពុងចូលរួមចំណែកបង្កើតអនាគតមួយដែលធានាបាននូវសមភាពនិងឱកាសដល់មនុស្សគ្រប់រូប។